សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះវាជួបគ្នាទៀតហើយនៅក្នុងនេះផងដែរយើងមកមើលសារពីចក្រវាឡថាតើមានសារអ្វីសម្រាប់ណែនាំដល់បងប្អូនទាំងអស់គ្នាពីពាក់កណ្ដាលខែនេះដល់ចុងខែមិថុនានេះថាតើមានសារអ្វីខ្លះដែលចង់ណែនាំដល់បងប្អូនទាំងអស់គ្នាតើមានសារអ្វីសម្រាប់បងប្អូនទាំងអស់គ្នាចង់ណែនាំណាពីពេលវេលានេះដល់ចុងខែមិថុនានៅក្នុងនេះសូមសិលកាតចំនួន4សន្លឹកអត់មានបែងចែកក្រុមទេគឺយើងមើលពីការណែនាំទាំងអស់តែម្ដងតើចក្រវាឡមានសារអ្វីដែលចង់ណែនាំដល់បងប្អូនទាំងអស់គ្នាពីពេលវេលានេះដល់ចុងខែមិថុនានេះរួចហើយបងប្អូនទាំងអស់គ្នាឥឡូវនេះយើងមកមើលតែម្ដងថាតើមានសារអ្វីដែលណែនាំដល់បងប្អូនទាំងអស់គ្នានៅក្នុងនេះឃើញថាបងប្អូនទាំងអស់គ្នាមួយចំនួនកំពុងតែមានការនឿយហត់ហើយកំពុងតែចង់ឈប់ជាមួយនឹងអ្វីដែលទាំងអស់គ្នាស្រឡាញ់កំពុងតែចង់ឈប់ជាមួយនឹងអ្វីដែលអ្នកទាំងអស់គ្នាកំពុងធ្វើដូច្នេះហើយនៅក្នុងសារណែនាំនេះគឺគេចង់ប្រាប់ឲ្យបងប្អូនទាំងអស់គ្នាថាកុំទាន់អាចឈប់បងប្អូនទាំងអស់គ្នាតស៊ូខិតខំបន្តទៀតពីព្រោះនៅក្នុងពេលវេលានេះអ្នកទាំងអស់គ្នាអាចឈប់បានទេពីព្រោះអ្នកទាំងអស់គ្នាអាចថាស្ថិតនៅក្នុងដំណាក់កាលនេះហើយអ្នកទាំងអស់គ្នាគឺត្រូវតែតស៊ូទៅពុកបន្តទៀតកុំទាន់អាចបញ្ឈប់ពីព្រោះអ្វីនៅខាងមុខគឺមានអ្វីល្អៗសម្រាប់អ្នកទាំងអស់គ្នាទៀតដូច្នេះហើយគឺលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាសូមអ្នកទាំងអស់គ្នាកុំអស់សង្ឃឹមកុំបាក់ទឹកចិត្តចូលខិតខំប្រឹងប្រែងបន្តទៅមុខទៀតកុំទាន់អាចឈប់កុំទាន់អាចបោះបង់ឥឡូវនេះយើងមកមើលទៀតថាតើមានសារអ្វីទៀតសម្រាប់អ្នកទាំងអស់គ្នានៅក្នុងអំឡុងពេលវេលានេះដល់ចុងខែមិថុនាសម្រាប់នៅក្នុងនេះគឺគេហាមអ្នកទាំងអស់គ្នាអត់ឲ្យឈប់ចង់ឲ្យអ្នកទាំងអស់គ្នាមានការចេញដំណើរទៅធ្វើវាមិនថាអ្នកទាំងអស់គ្នាចង់បានអ្វីក៏ដោយឲ្យអ្នកទាំងអស់គ្នាធ្វើសកម្មភាពមានការចាក់ចេញធ្វើដំណើរទៅរកវាផ្ទាល់កុំរងចាំឲ្យវាមករកអ្នកទាំងអស់គ្នាដូច្នេះហើយនៅក្នុងនេះអ្នកទាំងអស់គ្នាចង់បានអីអ្នកទាំងអស់គ្នាចេញទៅរកនឹងទៅដើម្បីអ្នកទាំងអស់គ្នាឆាប់ទទួលបាននៅអ្វីដែលអ្នកទាំងអស់គ្នាប្រាថ្នាចង់បានកុំអស់សង្ឃឹមបើសិនជាអ្នកទាំងអស់គ្នាមិនទាន់បានធ្វើអស់ពីសមត្ថភាពរបស់អ្នកចូលចាក់ចេញចូលធ្វើដំណើរទៅរកនៅអ្វីដែលអ្នកទាំងអស់គ្នាចង់បានធ្វើដំណើរទៅរកអ្វីដែលអ្នកទាំងអស់គ្នាប៉ងប្រាថ្នាអាចនឹងថាបងប្អូនទាំងអស់គ្នានៅពេលដែលអស់សង្ឃឹមអ្នកទាំងអស់គ្នាតែងតែមានការនៅស្ងៀមអត់ធ្វើសកម្មភាពអីទេតែងតែតន្ទឹងរង់ចាំខៃឡូថាអ្វីដែលអ្នកគ្នាប៉ងប្រាថ្នាហ្នឹងគឺនឹងត្រឡប់មករកបងប្អូនទាំងអស់គ្នាប៉ុន្តែនៅក្នុងន័យនេះគឺតម្រូវឲ្យបងប្អូនទាំងអស់គ្នាត្រូវតែមានសកម្មភាពមិនថាបងប្អូនទាំងអស់គ្នាចង់បានអ្វីក៏ដោយគឺត្រូវតែមានសកម្មភាពជានិច្ចចង់បានអីទៅយកនឹងកុំចាំរបស់ទាំងអស់ហ្នឹងរត់មករកអ្នកទាំងអស់គ្នាវាមិនល្អដោយអ្វីដែលអ្នកទាំងអស់គ្នាមើលឃើញជាមួយនឹងបរិបទមនុស្សជុំវិញខ្លួនអ្នកទាំងអស់គ្នាទេមានន័យថាគេខ្លះគេមិនចាំបាច់ទៅរកគេទទួលបានដោយសារតែជីវិតរបស់គេអាចថាកុសលផលបុណ្យរបស់គេអាចទទួលបានរឿងល្អៗបែបហ្នឹងចូលមកក្នុងជីវិតគេប៉ុន្តែបើសិនជាជីវិតបងប្អូនទាំងអស់គ្នាពីដើមមកឡើយនឹងថាតែងតែត្រូវតស៊ូអត់ធ្មត់ជួបនឹងការលំបាកច្រើនមានន័យថាអត់បានអ្វីដែលមកទទេដែលអត់ខិតខំប្រឹងប្រែងឡើយដូច្នេះហើយចង់បានអីចេញដំណើរទៅរកវាហើយកុំអស់សង្ឃឹមបើអ្នកទាំងអស់គ្នាមិនទាន់ធ្វើវាអស់ពីសមត្ថភាពឥឡូវនេះយើងមកមើលទៀតថាតើសារមានអ្វីត្រាប់បងប្អូនទាំងអស់គ្នាពីពេលវេលានេះដល់ចុងខែនៅក្នុងនេះគឺខាងថាគេឲ្យអ្នកទាំងអស់គ្នាធ្វើបែបហ្នឹងគឺលទ្ធផលគេដឹងថានឹងទទួលបានភាពជោគជ័យដូច្នេះហើយបើអ្នកទាំងអស់គ្នាធ្វើឲ្យអត់បានលទ្ធផលក៏គេអត់ណែនាំឲ្យបងប្អូនទាំងអស់គ្នាធ្វើដែរគេនឹងឲ្យអ្នកទាំងអស់គ្នាសម្រាប់ចិត្តតាមអ្វីដែលអ្នកទាំងអស់គ្នាចង់ធ្វើនឹងហើយដូច្នេះហើយនៅក្នុងនេះផ្ទាល់បើសិនជាអ្នកទាំងអស់គ្នាចង់ឆាប់ទទួលបានភាពជោគជ័យសូមកុំអស់សង្ឃឹមសូមកុំឈប់នៅអ្វីដែលអ្នកទាំងអស់គ្នាកំពុងតែធ្វើហ្នឹងចាប់ផ្ដើមធ្វើវាបន្តទៀតខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពហើយចេញដំណើរទៅធ្វើវាហើយអ្វីដែលសំខាន់ទៀតគឺថាបើសិនជាអ្នកទាំងអស់គ្នាធ្វើដំណើរចេញទៅឃើញថាអ្នកទាំងអស់គ្នាឆាប់ទទួលបានលទ្ធផលលឿនវាលឿនជាងអ្នកទាំងអស់គ្នារងចាំឱកាសដែលចូលមកក្នុងជីវិតអ្នកចូលអ្នកទាំងអស់គ្នាទៅចាប់ឱកាសដោយខ្លួនឯងដូច្នេះហើយឃើញថាល្អដែរសម្រាប់បងប្អូនទាំងអស់គ្នាមើលឃើញថាអ្វីដែលគេប្រាប់អ្នកទាំងអស់គ្នានេះអ្នកទាំងអស់គ្នានឹងទទួលបានភាពជោគជ័យនិងទទួលបាននៅអ្វីដែលអ្នកទាំងអស់គ្នាប្រាថ្នាចង់បានមិនថាអ្នកទាំងអស់គ្នាចង់បានក្នុងរឿងអ្វីក៏ដោយឃើញថាអ្វីដែលអ្នកទាំងអស់គ្នាកំពុងតែតន្ទឹងរង់ចាំនឹងបានសម្រេចបើសិនជាអ្នកទាំងអស់គ្នាធ្វើតាមការណែនាំ
បោះចក្រវាលចង់ឲ្យអ្នកទាំងអស់គ្នាធ្វើនៅក្នុងម្លងពេលនេះដូច្នេះហើយទោះបីជាអ្នកទាំងអស់គ្នានៅពេលនេះមានការអស់សង្ឃឹមជាមួយនឹងរឿងទាំងអស់ហ្នឹងយ៉ាងណាក៏ដោយកុំបាក់ទឹកចិត្តពីព្រោះអ្វីគឺនឹងមានភាពល្អប្រសើរឡើងវិញសម្រាប់បងប្អូនទាំងអស់គ្នាហើយកុំអាលបោះបង់កុំអាលឈប់កុំអាលបោះបង់អ្នកទាំងអស់គ្នានៅតែបន្តដំណើរទៅមុខទៅទៀតពីព្រោះជោគជ័យនៅក្នុងមុខរងចាំអ្នកទាំងអស់គ្នាហើយឥឡូវនេះយើងមកមើលទៀតថាតើនៅថ្ងៃនៅពាក់កណ្ដាលខែដល់ចុងខែមិថុនានេះមានអ្វីទៀតសម្រាប់បងប្អូនទាំងអស់គ្នានៅក្នុងនេះឃើញថាបងប្អូនទាំងអស់គ្នាគឺអ្នកទាំងអស់គ្នាអត់សូវមានការជឿជាក់ទៅលើជីវិតរបស់ខ្លួនឯងប៉ុន្មានទេដោយសារតែមានការជួបរឿងច្រើនឬថាធ្លាប់បរាជ័យច្រើនដូច្នេះធ្វើឲ្យបងប្អូនទាំងអស់គ្នាខ្វះជំនឿជឿជាក់មកលើខ្លួនឯងនៅក្នុងនេះណាបើសិនជាអ្នកទាំងអស់គ្នាមានការជឿជាក់ទៅលើខ្លួនឯងខ្លាំងបន្តិចអ្នកទាំងអស់គ្នារឿងអ្វីក៏អ្នកទាំងអស់គ្នាអាចធ្វើបានរឿងអ្វីក៏អ្នកទាំងអស់គ្នាអាចឆ្លងកាត់បានដែរដូច្នេះហើយកុំអស់សង្ឃឹមពីព្រោះនៅក្នុងនេះគឺគេមានការលើកទឹកចិត្តអ្នកទាំងអស់គ្នាខ្លាំងឃើញថាអ្នកទាំងអស់គ្នាឆ្លងកាត់ដូច្នេះហើយនៅក្នុងនេះអ្នកទាំងអស់គ្នាឆ្លងកាត់ការលំបាកនៅក្នុងជីវិតច្រើនធ្វើឲ្យបងប្អូនទាំងអស់គ្នារៀងហត់នឿយនៅក្នុងជីវិតអ្នកទាំងអស់គ្នាពេលខ្លះនៅពេលដែលអ្នកទាំងអស់គ្នាហត់នឿយខ្លាំងអ្នកទាំងអស់គ្នាតែងតែចង់បោះបង់ជាមួយនឹងបំណងប្រាថ្នារបស់បងប្អូនទាំងអស់គ្នាផ្ទាល់ដូច្នេះហើយក្នុងខ្សែណែនាំសម្រាប់បងប្អូនទាំងអស់គ្នានៅក្នុងពេលនេះគឺគេចង់លើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាសូមកុំអស់សង្ឃឹមចូលអ្នកទាំងអស់គ្នាអាចថានៅតែបន្តទៅមុខទៀតអ្នកទាំងអស់គ្នាចង់បានអ្វីអ្នកទាំងអស់គ្នានៅតស៊ូខិតខំប្រឹងប្រែងទៅមុខតទៀតទោះបីជាពេលខ្លះអ្នកទាំងអស់គ្នាហត់នឿយក៏ដោយនៅក្នុងនេះគឺចង់ឲ្យអ្នកទាំងអស់គ្នាធ្វើបែបហ្នឹងគឺដើម្បីឲ្យអ្នកទាំងអស់គ្នាឆាប់ទទួលបានភាពជោគជ័យទេបើអ្នកទាំងអស់គ្នាបោះបង់ហើយនៅពេលដែលអ្នកទាំងអស់គ្នាចាប់ដើមធ្វើទៀតចាប់ដើមធ្វើវាម្ដងទៀតវាចំណាយពេលវេលាយូរសម្រាប់បងប្អូនទាំងអស់គ្នាដូច្នេះហើយចូលអ្នកទាំងអស់គ្នាកុំបោះបង់កុំអស់សង្ឃឹមនៅតែបន្តដំណើរទៅមុខទៀតនៅអ្វីដែលអ្នកទាំងអស់គ្នាស្រឡាញ់នៅអ្វីដែលអ្នកទាំងអស់គ្នាប៉ងប្រាថ្នានៅក្នុងនេះអ្នកទាំងអស់គ្នាកុំឈប់ហើយអ្នកទាំងអស់គ្នាឆាប់ចាក់ចេញទៅរកវាមានន័យថាធ្វើដំណើរទៅមុខទៀតដើម្បីទៅរកវាឬក៏ទៅរកនៅអ្វីដែលអ្នកទាំងអស់គ្នាប្រាថ្នាចង់បាននឹងដើម្បីឆាប់ទទួលបានភាពជោគជ័យសម្រាប់អ្នកនៅក្នុងនេះគឺមានសញ្ញាការជោគជ័យសម្រាប់បងប្អូនទាំងអស់គ្នាដូច្នេះហើយគឺគេណែនាំអ្នកទាំងអស់គ្នានេះគឺចង់ឲ្យអ្នកទាំងអស់គ្នាឆាប់ទទួលបានភាពជោគជ័យតែប៉ុណ្ណោះដោយសារតែចិត្តអ្នកទាំងអស់គ្នាផ្ទាល់នៅក្នុងម្លងពេលនេះកំពុងតែអាចថាមានការបាក់ទឹកចិត្តមានការអស់សង្ឃឹមជាមួយនឹងបញ្ហាឬក៏ជាមួយនឹងទុកសោកដែលចូលមកក្នុងជីវិតអ្នកដែលធ្វើអ្នកទាំងអស់គ្នាចង់ឈប់ធ្វើអ្វីទាំងអស់សម្រាប់ខ្លួនអ្នកទាំងអស់គ្នាផ្ទាល់ហើយមួយវិញទៀតអ្នកទាំងអស់គ្នាត្រូវតែជឿជាក់ទៅលើអ្វីដែលអ្នកទាំងអស់គ្នាកំពុងធ្វើជឿជាក់ទៅលើខ្លួនឯងជាចម្បងជឿជាក់ថាអ្នកទាំងអស់គ្នាអាចធ្វើបានពីព្រោះនៅក្នុងនេះឃើញថាអ្នកទាំងអស់គ្នាគឺជាមនុស្សអាចគ្រប់គ្រងបានទេមិនថាអ្វីក៏ដោយឃើញថាអ្វីគឺស្ថិតនៅលើដៃអ្នកទាំងអស់គ្នាទេបើសិនជាអ្នកទាំងអស់គ្នាមានការជឿជាក់ទៅលើសមត្ថភាពនិងចំណេះដឹងរបស់បងប្អូនទាំងអស់គ្នាឃើញថាអ្នកទាំងអស់គ្នាគឺឆាប់ទទួលបានភាពជោគជ័យលឿនខ្លាំងមែនទែនគ្រាន់តែថានៅពេលដែលជួបបញ្ហាច្រើនដងពេកធ្វើអ្នកទាំងអស់គ្នារឿងមានការបាក់ទឹកចិត្តរឿងមានការអស់សង្ឃឹមជាមួយនឹងអ្វីដែលបានកើតឡើងអ្នកទាំងអស់គ្នាតែងតែគិតថាតើពេលណាទើបអ្នកទាំងអស់គ្នាទទួលបានភាពជោគជ័យបើសិនជាជួបបញ្ហាច្រើនបែបហ្នឹងដូច្នេះហើយនៅក្នុងនេះចាប់ពីពេលវេលានេះទៅអ្នកទាំងអស់គ្នាធ្វើអ្វីក៏ដោយគឺត្រូវតែមានភាពជឿជាក់មកលើជីវិតរបស់បងប្អូនទាំងអស់គ្នាផ្ទាល់ត្រូវតែជឿជាក់ថាអ្នកទាំងអស់គ្នាអាចធ្វើបានត្រូវតែជឿជាក់ទៅលើសមត្ថភាពរបស់អ្នកជាចម្បងពីព្រោះអ្វីគឺស្ថិតនៅលើដៃអ្នកទេគ្រាន់តែថាសារលើកទឹកចិត្តនេះគឺចង់ឲ្យអ្នកទាំងអស់គ្នាកុំអាលឈប់កុំអាលបោះបង់ធ្វើដំណើរទៅមុខបន្តទៀតព្រោះឲ្យភាពជោគជ័យនៅខាងមុខកំពុងតែរងចាំបងប្អូនទាំងអស់គ្នាហើយចាប់ពីពេលវេលានឹងទៅអ្នកទាំងអស់គ្នាត្រូវតែមានការជឿជាក់ទៅលើសមត្ថភាពរបស់ខ្លួនឯងពីព្រោះអ្នកទាំងអស់គ្នាជាមនុស្សដែលមានសមត្ថភាពគ្រាន់តែថាអ្នកទាំងអស់គ្នាពេលខ្លះអ្នកទាំងអស់គ្នាជួបបញ្ហាច្រើនអ្នកទាំងអស់គ្នាគិតថាមកពីអ្នកទាំងអស់គ្នាអត់មានសមត្ថភាពទើបអ្នកទាំងអស់គ្នាមានការបរាជ័យប៉ុន្តែនៅក្នុងពេលនេះឃើញថារឿងដែលបានកើតឡើងឬក៏បញ្ហានិងឧបសគ្គកើតឡើងខ្លះវាក៏ជាមេរៀនសម្រាប់បងប្អូនទាំងអស់គ្នាដែរមិនមែនឲ្យអ្នកទាំងអស់គ្នាជួបបញ្ហាអ្នកទាំងអស់គ្នាចោះចាញ់ទេមានន័យថាយកវាធ្វើជាមេរៀនដើម្បីអ្នកទាំងអស់គ្នាដើរទៅមុខដើម្បីទទួលបានភាពជោគជ័យសម្រាប់បងប្អូនទាំងអស់គ្នានៅអ្វីដែលអ្នកទាំងអស់គ្នាប្រាថ្នាចង់បានដូច្នេះហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់អំពីសារដែលចង់ណែនាំបងប្អូនទាំងអស់គ្នាពីពាក់កណ្ដាលខែដល់ចុងខែមិថុនានេះអរគុណច្រើនដល់បងប្អូនទាំងអស់គ្នាដែលចូលតាមដានទស្សនាវីដេអូនេះជូនពរបងប្អូនទាំងអស់គ្នាជោគជ័យក្នុងរឿងការងារ
đừng lưới cạn đừng rước na hà bóng đại ở con chán chụpគ្នាในវីដេអូក្រោយទៀតចាអរគុណ